សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាអញ្ចឹងយើងមកបន្តលំហាត់របស់យើងមួយទៀតគឺតកតងទៅនឹងជំពូកទី1ស៊ីនេតិកគីមីចឹងនៅក្នុងប្រធានលំហាត់គេដាក់ថាគេឲ្យសមីការតាំងប្រតិកម្ម Cl ដឺបូក2ដង OH ដកឲ្យផលទៅជា Cl ដកបូក ClO ដកបូកជាមួយនឹងទឹកចឹងអង្គធាតុប្រតិកបរបស់យើងមាន2ចំណែកអង្គធាតុកកើតរបស់យើងមាន3ចឹងនៅក្នុងសំណួរកគេសួរថាតើប្រតិកម្មនេះប្រព្រឹត្តទៅក្នុងមជ្ឈដ្ឋានអ្វីហើយព្រោះអ្វីចឹងការមើលមជ្ឈដ្ឋាននៃប្រតិកម្មគឺយើងមើលវត្តមាននៃអ៊ីយ៉ង់បើសិនជានៅក្នុងសមីការនឹងមានវត្តមាន H បូកឬក៏ H3O បូកចឹងបញ្ជាក់ថាប្រតិកម្មនឹងគឺប្រព្រឹត្តទៅនៅក្នុងមជ្ឈដ្ឋានអាស៊ីតតែបើនៅក្នុងសមីការនឹងមានវត្តមានរបស់ OH ដកបញ្ជាក់ថាប្រតិកម្មរបស់យើងនឹងគឺប្រព្រឹត្តទៅនៅក្នុងមជ្ឈដ្ឋានបាសអញ្ចឹងអ៊ីយ៉ង់អ៊ីដ្រូស៊ីតនឹងគឺជាអ៊ីយ៉ង់ដែលបញ្ជាក់អំពីសូលូស្យង់បាសចឹងនឹងយើងឃើញនៅក្នុងសមីការរបស់យើងគឺមានវត្តមានរបស់ OH ដកចេះបញ្ជាក់ថាសមីការរបស់យើងនឹងគឺប្រព្រឹត្តទៅនៅក្នុងមជ្ឈដ្ឋានបាសចឹងគេសួរថាតើប្រតិកម្មនេះអាចចាត់ទុកជាប្រតិកម្ម D ស្មុតកម្មបានដែរឬទេព្រោះអ្វីចូលសរសេរគូរេដុកដែលចូលរួមប្រតិកម្មចឹងដើម្បីបង្ហាញថាវាជាប្រតិកម្ម D ស្មុតកម្មឬមិនមែនចឹងបងប្អូនត្រូវធ្វើការគណនា NO សិនកាលណាអង្គធាតុប្រតិកនឹងមួយមាន NO ប្រែ2ដងកើនផងថយផងមានន័យថាអង្គធាតុប្រតិកនឹងអាចដើរតួជាអុកស៊ីតកផងនិងរេដកផងចឹងប្រតិកម្មនឹងវាចូលប្រតិកម្ម D ស្មុតកម្មហើយចឹងអ្នកគ្រូនឹងធ្វើការបង្ហាញពួកយើងចង់ដឹងថាវាជាប្រតិកម្ម D ស្មុតកម្មឬមិនមែនចឹងយើងធ្វើការគណនា NO ទាំងអស់គ្នាមក Cl ដឺមានមួយប្រភេទសទួះ2ហើយអត់មានបន្ទុកបូកដកពីលើទេចឹង NO របស់វាគឺស្មើ0 OH ដកអុកស៊ីសែនដក2ហើយអ៊ីដ្រូសែនបូក1ចឹង Cl ដកនេះមួយធាតុហើយមានសញ្ញាដកចឹង NO របស់វានឹងស្មើនឹងដក1ទឹកគឺយើងស្គាល់ហើយ H បូក1 O ដក2 ClO ដកនេះយើងស្គាល់អុកស៊ីសែនដក2ចឹងយើងតាមរោក្លចឹងយើងប្រើតាមសិក្មា NO ចឹងយើងធ្វើការគណនា NO របស់ Cl នៅក្នុង ClO ដកតាមសិក្មា NO ចឹងសិក្មា NO នៃ ClO ដកស្មើនឹងបន្ទុកដែលវាមានគឺដក1ធាតុដែលយើងត្រូវរកគឺក្លតាំងដោយ X ហើយ O របស់យើងដក2ទាំងអស់នេះស្មើនឹងដក1ចឹងយើងទាញរក X ដក2បោះមកបានបូក2ប៉ះដក1នៅសល់បូក1ចឹង NO របស់ក្លគឺមានតម្លៃបូក1ចឹងយើងចាប់ផ្ដើមមើលបន្តធាតុគីមីដែលមាន NO ប្រែប្រួលគឺ Cl មុនប្រតិកម្ម0ចឹងកកើតដក1ចឹងមុនប្រតិកម្ម0កកើតដក1មានន័យថាវាមាន NO ថយហើយនឹងមួយទៀតគឺក្លដដែលមុនប្រតិកម្ម0ហើយក៏កើតបូក1ចឹងន័យថាវាមាន NO កើនអញ្ចឹងអង្គធាតុប្រតិកយើងតែមួយទេគឺ Cl ដឺហ្នឹងប្រែ2ដងគឺមាន NO ថយផងនិងកើនផងអញ្ចឹងបញ្ជាក់ថាអង្គធាតុប្រតិករបស់យើងនឹងមួយគឺមាននទី2អាចជាអុកស៊ីតកផងអាចជារេដកផងអញ្ចឹងប្រតិកម្មរបស់យើងនឹងគឺចូលប្រភេទ D ស្មុតកម្មហើយអញ្ចឹងយើងធ្វើការចាប់គូ Cl នេះ0មកដល់នេះដក1ចឹងអាណាមាន NO ធំអានឹងជាអុកយើងដាក់វានៅខាងឆ្វេងអញ្ចឹងយើងចាប់បាន Cl ដឺឆ្លាស់មួយនឹង Cl ដកហើយមកគូទៀត Cl ដឺរៀងនេះ0មកដល់នេះគឺបូក1អញ្ចឹងមានន័យថា ClO ដកហ្នឹងមាន NO ធំជាងអញ្ចឹងវាជាអុកស៊ីតកអញ្ចឹងយើងបានមកគូទៀតគឺ ClO ដកជាមួយនឹង Cl ដឺអញ្ចឹងអ្នកគ្រូធ្វើការស្រង់គូរេដុកចូលក្នុងចម្លែករបស់យើងអញ្ចឹងចម្លែករបស់យើងចាប់គូរេដុកបាន2គូមិញគឺ Cl2 ជាមួយនឹង Cl ដកហើយមកគូទៀតគឺ ClO ដកជាមួយនឹង Cl ដឺចឹងអង្គធាតុប្រតិករបស់យើងនឹងមួយគឺ Cl ដឺមាន NO កើនផងមាន NO ថយផងចឹងអាចដើរតួជាអុកស៊ីតកផងនិងរេដកផងចឹងប្រតិកម្មរបស់យើងនឹងគឺជាប្រតិកម្ម D ស្មុតកម្មហើយបន្តទៅសំណួរគោគេប្រាប់ថានៅខណៈទេល្បឿនកំណល់របស់អ៊ីយ៉ង់ក្លរូមានតម្លៃស្មើនឹង 4.5 × 10 សេគុណដក7 ម៉ូលក្នុងមីលីត្រក្នុង1នាទី
ចឹងនៅខណៈទេដដែលតែល្បឿនបំបត្តិអ៊ីយ៉ុងអ៊ីត្រូកស៊ីតមានតម្លៃប៉ុន្មានចឹងអាហ្នឹងគេឲ្យមកជាល្បឿនចឹងយើងធ្វើការគណនាល្បឿននៃ OH ដកតាមរយៈសម័យកាលយើងវិចារម៉ូលហើយយើងទាញល្បឿនចឹងនៅក្នុងហ្នឹងគឺយើងគណនាល្បឿនខណៈបំបត្តិរបស់ OH ដកនៅខណៈទេដែលយើងវិចារតាមសម័យកាលពី OH ដកទៅ Cl ដកចឹង OH ដករបស់យើងមានមេគុណ2ចំណែក Cl ដករបស់យើងមេគុណ1ចឹងបាន2លើ1ចឹងមានថាបាន2ដងនៃ Cl ដកបន្ទាប់មកយើងចាប់ផ្ដើមជំនួសល្បឿនមកចឹងអ្នកគ្រូធ្វើការជំនួសល្បឿនមកគឺវេខណៈបំបត្តិរបស់ OH ដកនៅខណៈទេស្មើ2ដងវេខណៈកំណរ Cl ដកនៅខណៈទេចឹងយើងបាន2គុណនឹង 4.5 គុណ10សេគុណដល់7ចឹងចម្លើយរបស់យើងគឺ9គុណ10សេគុណដល់7ម៉ូលក្នុង1លីត្រក្នុង1នាទីចឹងសម្រាប់លំហាត់មួយនេះអ្នកគ្រូសូមបញ្ចប់ត្រឹមហ្នឹង